ខ្ញុំសូមបង្ហាញវីដេអូមួយទាក់ទងទៅនឹងការលេងល្បែង Jeopardy នៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រថ្នាក់ទី1ក្រោយបញ្ចប់មួយជំពូកគឺជំពូកទី1នៃសៀវភៅវិទ្យាសាស្ត្រថ្នាក់ទី1ចា៎ចឹងជាដំបូងសូមលោកគ្រូអ្នកគ្រូមកមើលថាតើអ្វីគេទៅជាល្បែង Jeopardy គេថាល្បែង Jeopardy គឺជាវិធីដ៏សកម្មមួយដើម្បីរំលឹកមេរៀនឡើងវិញមុនគ្រូធ្វើការប្រឡងសិស្សលេងល្បែងនេះជាក្រុមដើម្បីឆ្លើយសំណួរពីងាយស្រួលទៅលំបាកក្នុងរយៈពេលកំណត់ដូចគ្នាទៅតាមសំណួរនីមួយៗរបស់ក្រុមទាំងអស់ដែលបានបង្កើតឡើងក្រុមណាដែលបានពិន្ទុច្រើនជាងគេគឺជាក្រុមដែលទទួលបានជ័យជំនះសូមចំណាំផងដែរលោកគ្រូអ្នកគ្រូអាចធ្វើការលេងល្បែង Jeopardy នេះនៅពេលដែលលោកគ្រូអ្នកគ្រូបង្រៀនចប់មួយមេរៀនទាំងមូលឬពីរមេរៀនឬមួយជំពូកឬទៅតាមរយៈពេលកំណត់អាចជាមួយខែឬ2ខែដែលលោកគ្រូអ្នកគ្រូអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់លេងល្បែង Jeopardy នេះចា៎ចឹងយើងសូមបន្តទៅដំណើរការនៃការលេងល្បែង Jeopardy ថាតើលោកគ្រូអ្នកគ្រូគួរធ្វើអ្វីមុនគេជាដំបូងលោកគ្រូអ្នកគ្រូត្រូវធ្វើការបែងចែកសិស្សជាក្រុមក្នុងការបែងចែកសិស្សជាក្រុមលោកគ្រូអ្នកគ្រូអាចបែងចែកទៅតាមស្ថានភាពជាក់ស្ដែងទៅតាមចំនួនសិស្សផ្ទាល់របស់លោកគ្រូអ្នកគ្រូដែលការបែងចែកក្រុមលោកគ្រូអ្នកគ្រូអាចធ្វើការបែងចែកដោយជាក់លាក់ឬមួយក៏ដោយលក្ខណៈចៃដន្យចា៎បន្ទាប់ពីធ្វើការបែងចែកក្រុមហើយលោកគ្រូអ្នកគ្រូអាចប្រើជារូបតំណាងជារូបតុក្កតាដើម្បីឲ្យកូនសិស្សកាន់តែមានភាពចាប់អារម្មណ៍ហើយកូនសិស្សសប្បាយនៅក្នុងការលេងនៅក្នុងវីដេអូនេះខ្ញុំបានបង្កើតទៅជារូបតុក្កតាមួយចំនួនដែលកូនសិស្សអាចជ្រើសរើសបានផងដែរដែលមើលទៅគឺកូនសិស្សមានចំណាប់អារម្មណ៍ទៅលើរូបកូនតុក្កតាទាំងអស់នេះអញ្ចឹងអ្វីត្បិតតែខ្ញុំមានរូបតុក្កតាចំនួន7ប៉ុន្តែនៅក្នុងនេះគឺយើងបានបង្កើតក្រុមតែ4ក្រុមទេចា៎អញ្ចឹងខ្ញុំសូមសន្មតថាបង្កើតបានទៅជា4ក្រុមដែលក្រុមទី1គឺជារូបកូនខ្លាឃ្មុំភូរូបទី2គឺជារូបកូនទន្សាយក្រុមទី3គឺជាក្រុមកូនដំរីនិងក្រុមទី4គឺជាក្រុមរូបកូនអណ្ដើកចា៎បន្ទាប់ពីក្រុមទាំងអស់បានជ្រើសរើសរូបភាពរួចហើយជាងគ្រូនឹងចាប់ផ្ដើមបង្ហាញផ្ទាំងសំណួរចា៎នៅក្នុងផ្ទាំងសំណួរគឺតម្រូវឲ្យកូនសិស្សត្រូវការជ្រើសរើសជួរដែលកូនសិស្សចង់ចូលទៅលេងនៅជាមួយនឹងសំណួរទាំងអស់នោះហើយគ្រូត្រូវបញ្ជាក់ថានៅតាមសំណួរនីមួយៗត្រូវតែមានពេលវេលាកំណត់មួយជាក់លាក់អាចជា5វិនាទីឬ10វិនាទីទៅតាមប្រភេទសំណួរហើយគិតទៅតាមសមត្ថភាពរបស់កូនសិស្សផ្ទាល់របស់លោកគ្រូអ្នកគ្រូដែលលោកគ្រូអ្នកគ្រូបង្រៀនដឹងពីសមត្ថភាពរបស់ពួកគាត់អញ្ចឹងខ្ញុំឧទាហរណ៍ថាបើសិនជាក្រុមរូបកូនខ្លាឃ្មុំភូគាត់កំណត់យកជួរទី1អញ្ចឹងគាត់មានសិទ្ធិតែឆ្លើយនៅជួរទី1ពីសំណួរទី1ដល់សំណួរទី3ប៉ុណ្ណោះចា៎បើសិនជាគាត់ឆ្លើយអស់ហើយយើងអាចផ្ទេរចូលទៅដល់ក្រុមកូនទន្សាយចា៎ក្រុមកូនដំរីហើយនិងក្រុមកូនអណ្ដើកប៉ុន្តែដើម្បីឲ្យកាន់តែមានភាពយុត្តិធម៌សម្រាប់ក្រុមទាំង4ដើម្បីឲ្យដឹងថាក្រុមណាអាចមានសិទ្ធិឆ្លើយមុនគេជាងគ្រូអាចឲ្យបានលេខទៅកាន់ក្រុមទាំង4នោះចាប់បានលេខឆ្លើយតាមលេខរៀងក្រុមណាដែលចាប់បានលេខ1មានសិទ្ធិឆ្លើយលើកទី1លើកដំបូងគេចាសំទោសហើយក្រុមដែលចាប់បានលេខ2នឹងមានសិទ្ធិឆ្លើយបន្ទាប់ក្នុងករណីដែលក្រុមទី1គឺគាត់ឆ្លើយមិនបានត្រឹមត្រូវឬមួយក៏មិនទាន់ម៉ោងហើយក្រុមទី3ឆ្លើយបន្ទាប់និងក្រុមទី4ឆ្លើយចុងក្រោយគេឥឡូវខ្ញុំឧទាហរណ៍ថាក្រុមខ្លាឃ្មុំគឺគាត់ចាប់បានលេខ1គាត់នឹងឆ្លើយបានមុនគេអញ្ចឹងគាត់ត្រូវឆ្លើយចាប់ពីសំណួរទី1មកមុនដែលទទួលបាន5ពិន្ទុនៅពេលដែលឆ្លើយសំណួរគ្រូត្រូវបញ្ជាក់ថាគឺគ្រូមានរយៈពេលមួយកំណត់ដែលកូនត្រូវជ្រើសរើសចម្លើយមួយដែលជាចម្លើយត្រឹមត្រូវអញ្ចឹងនៅពេលនោះគឺគ្រូចាប់ផ្ដើមបង្ហាញសំណួរក្រុមទាំងអស់ត្រូវមានលក្ខណៈត្រៀមទុកជាមុនពីព្រោះពេលវេលាមិនមានច្រើនទេនៅពេលដែលបង្ហាញសំណួរខ្ញុំចុចនៅពេលដែលបង្ហាញសំណួរគឺកូនសិស្សបានឃើញរូបភាពត្រចៀកឲ្យជ្រើសរើសតើរូបភាពមួយណាដែលត្រូវជាមួយនឹងរូបភាពត្រចៀកតួនាទីរបស់ត្រចៀកអញ្ចឹងបើសិនជាកូនសិស្សជ្រើសរើសហើយជាងគ្រូចាប់ផ្ដើមបង្ហាញចម្លើយអញ្ចឹងចម្លើយត្រឹមត្រូវគឺជាចម្លើយក្មេងកំពុងស្ដាប់ចម្រៀងនៅពេលនោះក្នុងករណីដែលបើសិនជាក្រុមទី1
កូនខ្លាឃ្មុំភូគាត់ឆ្លើយបានត្រឹមត្រូវចឹងគាត់នឹងមានសិទ្ធិឆ្លើយបន្តទៅសំណួរទី2ប៉ុន្តែក្នុងករណីដែលគាត់ឆ្លើយមិនទាន់ម៉ោងឬមួយក៏ឆ្លើយមិនបានត្រឹមត្រូវចឹងត្រូវបដូរវេនចូលទៅដល់ក្រុមកូនទន្សាយដែលចាប់បានលេខ2ត្រូវឆ្លើយនៅសំណួរបន្ទាប់អញ្ចឹងកូនទន្សាយអាចឆ្លើយបន្ទាប់ទៀតបានអញ្ចឹងយើងបង្ហាញសំណួរនៅសំណួររបស់ក្រុមកូនទន្សាយហើយក៏មានរយៈពេលកំណត់ដូចគ្នាដែរមានរយៈពេលកំណត់ដូចគ្នានៅពេលក្រុមកូនទន្សាយគាត់ជ្រើសរើសចម្លើយចឹងគ្រូនឹងបង្ហាញចម្លើយត្រឹមត្រូវចា៎អញ្ចឹងបើសិនជាគាត់ឆ្លើយបានត្រឹមត្រូវគាត់នឹងមានសិទ្ធិឆ្លើយទៅសំណួរទី2បន្តទៀតផងដែរនៅតែជាករណីដូចគ្នាបើសិនជាក្រុមកូនទន្សាយមិនអាចឆ្លើយបានត្រឹមត្រូវទេអញ្ចឹងសំណួរនឹងផ្ទេរទៅដល់ក្រុមកូនដំរីដែលឆ្លើយនៅសំណួរទី1របស់គាត់ចា៎អញ្ចឹងក្រុមកូនដំរីឆ្លើយនៅសំណួរទី1គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាជាមួយនឹង2ក្រុមទៀតខាងមុខរយៈពេលគឺដូចគ្នាអញ្ចឹងនៅពេលនោះក្រុមកូនដំរីក៏បានជ្រើសរើសនៅចម្លើយ1គ្រូបង្ហាញចម្លើយត្រឹមត្រូវបើសិនជាក្រុមកូនដំរីនឹងឆ្លើយបានត្រឹមត្រូវគឺគាត់នៅមានសិទ្ធិឆ្លើយបន្តជាមួយនឹងសំណួរបន្ទាប់ទៀតចា៎អញ្ចឹងបើសិនជាគាត់ឆ្លើយមិនត្រូវគឺធ្វើករណីដូចគ្នាដូចពេលមុនដែរគឺបដូរវេនទៅកាន់ក្រុមកូនដណ្ដើមជាអ្នកឆ្លើយឥឡូវខ្ញុំសូមសរុបបានន័យថាខ្ញុំសូមសរុបថាក្រុមទាំងអស់បានឆ្លើយចប់រួចរាល់សំណួរអស់ហើយចា៎នៅពេលដែលឆ្លើយចប់រួចរាល់សំណួរអស់ហើយចឹងយើងនឹងទទួលបានលទ្ធផលដែលគ្រូមានកំណត់បានសរសេរចំណាំថាក្រុមណាទទួលបានប៉ុន្មានក្រុមណាទទួលបានប៉ុន្មានចឹងខ្ញុំឧទាហរណ៍ថាក្រុមខ្លាឃ្មុំគាត់ឆ្លើយត្រូវទាំង3សំណួរក្រុមកូនចម្លើយគាត់ឆ្លើយបានត្រូវតែ2សំណួរទេក្រុមកូនដំរីគាត់ឆ្លើយទៅបានតែ2សំណួរដែរហើយសម្រាប់ក្រុមកូនដណ្ដើមគាត់ឆ្លើយត្រូវបានទាំង3សំណួរដូចក្រុមកូនខ្លាឃ្មុំដែរក្នុងករណីនេះបើសិនជាលោកគ្រូអ្នកគ្រូចង់ឲ្យទាំងពីរក្រុមគឺក្រុមកូនខ្លាឃ្មុំហើយនិងក្រុមកូនដណ្ដើមឈ្នះដូចគ្នាក៏មិនជាអ្វីដែរប៉ុន្តែក្នុងករណីដែលលោកគ្រូអ្នកគ្រូមិនចង់ឲ្យទាំងពីរក្រុមឈ្នះទេចង់ជ្រើសរើសមួយក្រុមណាដែលឈ្នះជាងគេចឹងលោកគ្រូអ្នកគ្រូអាចត្រូវតែត្រៀមសំណួរសម្រាប់ក្រុមទាំងពីរនោះទុកជាមុនដើម្បីឲ្យគាត់សាកល្បងឆ្លើយដើម្បីឲ្យគាត់ឆ្លើយបន្តទៀតចា៎ទៅកាន់សំណួរបន្ទាប់អញ្ចឹងយើងធ្វើបែបនេះអញ្ចឹងយើងនឹងអាចរកឃើញដល់ក្រុមដែលទទួលបានពិន្ទុច្រើនជាងគេចា៎នេះគឺជាលំនាំឬនេះគឺជាដំណើរការនៃការលេងល្បែង Jeopardy អញ្ចឹងក្នុងករណីនេះអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូមិនមានជាកុំព្យូទ័របង្ហាញដូចខាងខ្ញុំទេលោកគ្រូអ្នកគ្រូអាចយកជាក្រដាសកាតុងបង្កើតជាហោប៉ៅសម្រាប់សកទុកសកសំណួរឬមួយក៏ទុកសកជារូបតុក្កតាដើម្បីឲ្យកូនសិស្សអាចជ្រើសរើសហើយគ្រូជាអ្នកចាំបើកសំណួរអានឲ្យកូនសិស្សស្ដាប់ក្នុងករណីដែលលោកគ្រូអ្នកគ្រូមិនមានជាកុំព្យូទ័រឬ LCD សម្រាប់បង្ហាញទៅកាន់ថ្នាក់ទាំងមូលចាអញ្ចឹងការបង្ហាញរបស់ខ្ញុំដែលតាក់ទងទៅនឹងល្បែង Jeopardy នៅពេលនេះសូមចាប់តែប៉ុណ្ណេះសូមអរគុណដល់លោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ស្ដាប់និងតាមដានវីដេអូរបស់ខ្ញុំបើមានកំហុសឆ្គងត្រង់ណាសូមអព្យាស្រ័យដោយក្តីអនុគ្រោះចាសូមអរគុណសូមជម្រាបលា